ស្វាគមន៍អ្នកគុណនិយមគ្រប់គ្រប់បាក់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាយរឿងទឹកដីថ្មពលវិញ្ញាណវគ្គ2ដែលជាភាគទី42របស់យើងសាច់រឿងចាប់ផ្ដើមឡើងដោយសំឡេងដែលកំពុងតែស្រែកហូកញ្ជ្រៀវអបអរសាទរទៅដល់សាលាបិសាចសម្បីតែអន្តរជាតិសៀងលូទាំងមូលក៏បានស្ងើចសរសើរទៅនឹងសមត្ថភាពរបស់ក្រុមសិស្សនៃសាលាបិសាចដែរមកយូរឡងក៏បាននិយាយឲ្យថាអ្វីដែលសាលារាជវង្សតោលៀងបានប្រើប្រាស់នោះវាគឺជាកំភ្លើងធំរន្ទះសេវហុងឈិនលើកឡើងថាពួកគេក៏គួរតែធ្វើតាមពួកយើងវាគ្រាន់តែថាបច្ចេកទេសរបស់ពួកគេនៅតែមិនទាន់ពេញលេញហើយរបស់នេះផងដែរគឺត្រូវការគ្រប់គ្រងដោយមនុស្សច្រើនមកយូរឡងប្រាប់ឲ្យថាគ្មានបញ្ហានោះទេពីព្រោះថាពួកយើងបានឃើញនូវសមត្ថភាពនៃសាលាបិសាចអស់ទៅហើយចែម្នាក់ទៀតក៏ប្រាប់ថាបើសិនជាកំភ្លើងរន្ទះនោះត្រូវបានបាញ់ចេញបើទោះបីជាអត្រេកពលឹងទាំងពីរនៃសាលាបិសាចតែគឺជាតាយ៉ាហឹងជាមួយនឹងម៉ាសៀវថាវក៏មិនអាចទប់ទល់ជាប់នោះដែរសាច់រឿងរបស់យើងពេលនេះក៏កាន់ទៅដល់សន្តាគារវិញខណៈពេលដែលយូហៅកំពុងតែរើសចុះរើឡើងវងតង់ក៏បានដើរមកដល់ក៏ដូចជាប្រាប់ថាបន្ទាប់ពីការប្រកួតនេះចប់សាច់ច្បងម៉ាសៀវថាវគឺត្រូវបានអ្នកគ្រូហៅទៅចាក់បេដេះនោះយូហៅក៏បានតបថាការប្រកួតថ្ងៃនេះគឺបានឈ្នះទៅហើយសាច់ច្បងម៉ាសៀវថាវក៏មិនគួរបង្ហាញនៅស្នៀតពលឹងទី6នោះដែរជាហេតុធ្វើឲ្យសមត្ថភាពទាំងអស់នៃសមាជិកក្រុមសាលាបិសាចត្រូវបានលាតត្រដាងតែមិនថាយ៉ាងណាអាណាចក្រសៀងលូគឺពិតជាភ្ញាក់ផ្អើលមែនទែនបន្ទាប់ពីបានឃើញនៅមនុស្សទាំង3ដែលពួកគេមិនធ្លាប់ប្រកួតវងតង់ក៏បានរំលឹកអំពីម៉ាយូឡុងសេវហុងឈិនព្រមទាំងម៉ឹងហុងឈិនពួកយើងគឺមិនដឹងអំពីសមត្ថភាពរបស់មនុស្សទាំង3នាក់នឹងនោះទេតែមិនថាយ៉ាងណាលទ្ធភាពរបស់ពួកគេក៏ច្បាស់ជាអាចឡើងទៅដល់ក្រុមកម្ពុជាទាំង4មិនយូរមិនឆាប់ពួកយើងគឺច្បាស់ជាបានជួបគ្នានៅក្នុងការប្រកួតជាក់ជាមិនខានឡើយយូហៅក៏បានយល់ស្របព្រមទាំងបារម្ភអំពីការប្រកួតបន្តនេះវងតង់ក៏លើកឡើងថាដោយសារតែពេលនេះនាងគឺបានដឹងនៅពលឹងការពារមួយទៀតហើយដូច្នេះហើយក៏គ្មានអ្វីជាអាចកំបាំងចំពោះយូហៅទៀតដែរហើយតាមពិតទៅនាងក៏ធ្លាប់បានគិតក៏ព្រោះថាស្នេហ៍ពលឹងទី1របស់ពួកយើងអាចធ្វើការរួមបញ្ចូលបញ្ចេញនៅទម្រង់មហាវិថីមាសប្រសិនបើដូច្នេះតើពលឹងការពារទី2របស់ពួកយើងអាចធ្វើការរួមបញ្ចូលបញ្ចេញទៅជាយុទ្ធសាស្ត្រថ្មីដែរទេភ្លាមនោះផងដែរអ្នកគ្រូចៅយីក៏បានមកដល់ប្រាប់ថាគឺច្បាស់ជាអាចហើយក៏មិនត្រឹមតែ2នោះទេក៏ប៉ុន្តែគឺជាស្នៀតពលឹងរួមបញ្ចូលរហូតដល់4ឯណោះលើថា4យូហៅក៏ភ្ញាក់ផ្អើលណាស់ដែរអ្នកគ្រូក៏បាននិយាយទៅតាមទ្រឹស្ដីដែលពលឹងការពារទាំងពីររបស់ពួកគេអាចធ្វើការរួមបញ្ចូលលទ្ធផលក៏នឹងបង្កើតចេញជា4ស្នៀតយូហៅក៏ពិតជាសប្បាយចិត្តមែនទែនពីព្រោះថាបើសិនជាអាចទៅរួចមែនពួកគេក៏ប្រហែលជាអាចទប់ទល់ជាមួយនឹងជាងខ្លាំងដែលមាននៅកម្រិត60អ្នកគ្រូចៅយីក៏បានឲ្យពួកគេសាកល្បងមើលដើម្បីការប្រកួតបន្តនេះយូហៅក៏បានបបួលវងតង់សាកល្បងភ្លាមតែម្ដងអ្នកគ្រូក៏បានឲ្យពួកគេខំប្រឹងឡាសាច់រឿងពេលនេះក៏កើតទៅដល់ថ្ងៃថ្មីទៅហើយនៅទីលានប្រកួតក៏ចាប់ផ្ដើមដុតនៅកំជ្រួយក្លែងមកកាន់ហួយយូហៅជាមួយនឹងវងតង់គឺបានវឹកហាត់តាំងពីយប់រហូតដល់ភ្លឺនៅពេលនេះលទ្ធផលនៃការប្រកួតបានចេញមកហើយសាលាបិសាចក៏បានជាប់នៅក្នុងចំណាត់ថ្នាក់ក្រុមកម្ពុជាទាំង4ម្នាក់គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនរីឯក្រុមដទៃទៀតក៏ដូចគ្នាអញ្ចឹងដែរជាពិសេសគឺជាអាណាចក្រសូរិយាចន្ទ្រាពួកគេក៏ឈ្នះហើយជារៀងរាល់ថ្ងៃវងតង់ជាមួយនឹងហួយយូហៅគឺមិនដែលភ្លេចនៅការវឹកហាត់បន្តនោះទេពេលវេលាចេះតែកន្លងផុតទៅយប់ប្រែទៅជាថ្ងៃប្រែទៅជាយប់វងតង់ជាមួយនឹងហួយយូហៅខណៈពេលដែលបន្តវឹកហាត់នោះយូហៅគឺពិតជាមានការឈឺចាប់មែនទែនក៏ដូចជាស្រែកយ៉ាងខ្លាំងបានធ្វើឲ្យវងតង់បារម្ភទៅហើយសាច់រឿងពេលនេះក៏ការទៅដល់ចាស់ម្នាក់ដែលមកពីសំណាក់ដេញថ្លៃនិយាយទៅកាន់ពនាងម្ចាស់ថាវត្ថុដែលពនាងត្រូវការនៅពេលនេះក៏ប្រទះឃើញវាហើយពនាងបានសរសើរថាគឺពិតជាល្អខ្លាំងណាស់វាគឺពិតជាមានសារៈសំខាន់ជាប់ទាក់ទងទៅនឹងជ័យជំនះនៃសាលាសៀងលូសាច់រឿងពេលនេះក៏ការទៅដល់វងតង់វិញព្យាយាមដាស់យូហៅចង់ប៉ែសមងមិនព្រមដឹងខ្លួននោះឡើយអញ្ចឹងនាងក៏បានហៅថាហួយយូហៅបានដឹងខ្លួនឡើងវិញវងតង់ប្រាប់ថាពួកយើងជោគជ័យហើយបើកភ្នែកមើលភ្លាមយូហៅក៏ពិតជាភ្ញាក់ផ្អើលពីព្រោះថាបន្ទប់ទាំងមូលគឺត្រូវបានកំទេចទៅហើយសម្បីតែទ្វារនឹងក៏អស់ដែរអញ្ចឹងវងតង់ប្រាប់ថាចាំខ្ញុំសងវិញស្របគ្នានោះអ្នកគ្រូចៅយីក៏បានមកដល់ព្រមទាំងក្រហែមហើយអ្នកទាំងពីរឲ្យចូលរួមប្រជុំមុនពេលដែលប្រកួតព្រមទាំងប្រាប់នៅក្រុមទាំង4ដែលឈានមកដល់វគ្គពាក់កណ្ដាលនៃផ្ដាច់ព្រាត់ដែលមានដូចជាសាលាទីអោសាលាសៀងឡសាលាសូរិយាចន្ទ្រាព្រមទាំងសាលាបិសាចហើយបើសិនជាវិភាគឲ្យស្មោះត្រង់ទៅសាលាបិសាចគឺអាចចាត់ទុកថាគឺជាក្រុមដែលខ្សោយជាងគេនៅក្នុងចំណោមក្រុមទាំង4សមត្ថភាពនៃសាលាសូរិយាចន្ទ្រាគឺមិនចាំបាច់ត្រូវការបញ្យល់ទៀតនោះទេព្រោះថាពួកគេអាចឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នេះដោយងាយស្រួលទីអោគឺជាសាលានៃអាណាចក្រធានហ៊ុនពួកគេមាននៅអន្តរជាតិពលឹងដែលមាននៅកងពលឹង6ចំនួនម្នាក់ស្របពេលដែលសាលាសៀងឡដែលគឺជាម្ចាស់ផ្ទះពួកគេមានប្រៀបទៅលើទីតាំងលើពីនេះទៅទៀតសមាជិកក្រុមទាំងអស់គឺសុទ្ធតែជាស្ដេចពលឹងដែលមាននៅកម្រិត50គឺមិនអាចប្រមាថបាននោះទេស្របគ្នានោះផងដែរឃើញថាស៊ូសានសឺក៏បានដើរមកជិតណានឃើញនាងសម្លឹងមកក៏ប្រញាប់ដកថយទៅវិញអ្នកគ្រូក៏បានទះតុកមួយប្រាប់ថាក៏ប៉ុន្តែយ៉ាងណាក៏ដោយតាំងពី10000ឆ្នាំមុនការបដូរនៅសាលាសាពលឹងព្រមទាំងទទួលបាននៅជាជំនះចំណាត់ថ្នាក់លេខ1សាលាបិសាចគឺមិនអនុញ្ញាតឲ្យលេខ1នេះត្រូវបាននាំចេញនោះទេបើទោះបីជាប្រឈមមុខជាមួយនឹងដៃគូបដិបកខ្លាំងក៏ដោយលើកនេះក៏មិនខុសគ្នានោះដែរស្ដាប់លើដូច្នេះសិស្សម្នាក់ក៏ចាប់ផ្ដើមស្រែកហើយថាសាលាបិសាចគឺច្បាស់ជាទទួលបាននៅជ័យជំនះការទៅដល់ទីលានប្រកួតក៏ចាប់ផ្ដើមធ្វើការអបអរសាទរក៏ព្រោះថាការប្រកួតឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ទៅហើយប្រជារាស្ត្រទាំងឡាយក៏បានទៅមើលនៅការប្រកួតក្មេងស្រីម្នាក់នេះគឺពិតជាចង់ឃើញនៅពនាងជាវចូលរួមនៅក្នុងការប្រកួតខ្លាំងណាស់សម្បីតែក្រុមដែលចេញមករំមេបតពេលនេះក៏បានអបអរសាទរទៅកាន់ពួកគេដែរអធិរាជក៏បានប្រកាសឲ្យថាដើម្បីធានាបាននូវសុវត្ថិភាពលើកនេះទ្រង់ក៏បានអញ្ជើញនៅជើងខ្លាំងដែលគឺជាអង្គរៈការពាររាជវាំងរៀមច្បងហុងឈិនស៊ូដែលមានរហស្សនាមថាធានឆាសិស្សម្នាក់នេះក៏ភ្ញាក់ផ្អើលហើយថាលោកម្ចាស់ធានឆាក៏ពិតជាគាត់មែនជាងខ្លាំងម្នាក់នឹងក៏ចាប់ផ្ដើមធ្វើការស្វាគមន៍ទៅកាន់ក្រុមទាំង4ចូលមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដោយសំឡេងទះដៃអបអរសាទរពួកគេទាំងនោះគឺជាសាលាបិសាចសាលាសូរិយាចន្ទ្រាសាលាទីអោ
ព្រមទាំងអាណាចក្រសៀងឡនោះគឺជាសាលាសៀងឡវិជារាជនៃអាណាចក្រសៀងឡគ្រប់គ្នាក៏ចាប់ផ្ដើមស្រែកហៅកញ្ជ្រៀវហើយថាសៀងឡគឺច្បាស់ជាឈ្នះសៀងឡគឺច្បាស់ជាទទួលបាននៅជាជំនះសម័យដែលស៊ូសានសឹកក៏ភ្ញាក់ផ្អើលទៅនឹងសម្លេងហៅកញ្ជ្រៀវមួយនេះដែរដូចជាអ្វីដែលអ្នកក្លាហានទាំងអស់គ្នាបានឃើញថាពួកគេស្រែកមិនចេះហត់នោះទេអ្វីដែលសំខាន់ទៀតនោះក្រុមសិស្សនៃសាលាសៀងឡក៏បានបង្ហាញខ្លួននៅក្នុងពេលនោះថ្នាក់ដឹកនាំក្រុមរបស់ពួកគេក៏ចូលរួមដែរដែលនាងគឺជាពនាងជីវជាវឃើញដូច្នេះសម័យតែសៀវសៀវក៏ចាប់អារម្មណ៍អ្នកគ្រូចៅជីក៏និយាយថានាងក៏គួរតែមាននៅបលឹងការពារដ៏យូនីកមកពីគ្រួសាររាជវង្សសៀងឡដែលនោះគឺជាមកុដតារានេះគឺមានមុខងារដើម្បីធ្វើការវិប្រហារការពារជួយគ្រប់គ្រងព្រមទាំងមុខងារដទៃទៀតវាក៏ជាបលឹងអាវុធដ៏ខ្លាំងមួយផងដែរលោកម្ចាស់ធានឆាក៏បានឲ្យថ្នាក់ដឹកនាំនៃក្រុមទាំង4មកចាប់នៅគូប្រកួតពេលនេះលទ្ធផលចេញមកហើយសាលាសៀងឡគឺត្រូវប្រកួតគ្នាជាមួយនឹងសាលាបិសាសាលាអាណាចក្រសុរិយាចន្ទ្រាត្រូវប្រកួតគ្នាជាមួយនឹងសាលាទីអោកលេទៅកាន់ទីលានប្រកួតពនាងជាវនៅពេលដែលប្រើប្រាស់នៅពន្លឺមួយស្រាប់តែពេលនេះបានផ្លាស់ប្ដូរនៅសម្លៀកបំពាក់ឬក៏គេហៅថាព្រះភ័ស្ត្រហ្នឹងមិនដឹងថាត្រូវឬអត់នោះទេចង់ផ្លេចនៅពាក្យរាជស័ព្ទអស់ទៅហើយទស្សនិកជនទាំងឡាយក៏ចាប់ផ្ដើមស្រែកហូកញ្ជ្រៀវអបអរសាទរទៅកាន់ពនាងជាវទៀតហើយអ្នកគ្រូចៅជីវិភាគទៅតាមក្បួនក៏ដឹងថាពួកគេក៏នឹងធ្វើការប្រយុទ្ធដ៏ខ្លាំងក្លាអញ្ចឹងបានចាត់ឲ្យម៉ាសៀវថាវតាយ៉ាវហឹងលៀងឡោឈិនប៉ៃស៊ូសានសឹកហ៊ូយូហាវវងតុងអ្នកទាំងពីរដែលចូលទៅមុខអ្នកផ្សេងទៀតមានភារកិច្ចសំខាន់ឲ្យទៅធ្វើខ្សឹបជីបអូចពួកគេបានបំបែកផ្លូវចេញរៀងខ្លួនដែលមិនទាន់នឹងផុតផងសៀសៀវក៏លេចទៅក៏ស្រាប់តែបានឃើញផ្សាយហើយពេញឆាកបាត់ទៅហើយទស្សនិកជនក៏មានការងើកឆ្ងល់ដែរហេតុអ្វីបានជាសាលាសៀងឡបញ្ញាប់ធ្វើការវាប្រហារម្លេះក្លែងមកកាន់តាយ៉ាវហឹងមាននៅបរិះម្នាក់សម្រុកចូលមកប្រើប្រាស់នៅកណ្ដាប់ដៃគាត់ក៏បានប្រើប្រាស់នៅកណ្ដាប់ដៃទៅទប់ទល់អ្នកគ្រូចៅយីក៏ដឹងថាហួងហេយុនព្រលឹងក្បាច់គុណរបស់គេគឺជាខ្លាបិសាចងងឹតទូគូសាំងសានព្រលឹងក្បាច់គុណរបស់គេគឺជាតោឋានរុដល់ពេលដែលព្រលឹងក្បាច់គុណទាំងពីររួមបញ្ចូលគឺមិនចាញ់ខ្លាសផ្នែកបិសាចរបស់តាយ៉ាវហឹងនោះទេបើសិនជាពួកគេសហការគឺច្បាស់ជាអាចទប់ទល់ជាមួយនឹងយ៉ាវហឹងដែលគឺជាអត្រិចព្រលឹងបណ្ដោះអាសន្នតាយ៉ាវហឹងពេលនេះក៏បានស្រែកយ៉ាងខ្លាំងធ្វើឲ្យពួកគេទាំងពីរខ្ទាតចេញទៅវិញតែពួកគេក៏នៅតែបន្តសម្រុកចូលក៏លេទៅខាងលើម៉ាសៀវថាវក៏នៅតែទាំងនៅស្លាប់មយុរារបស់នាងទៅទាត់នៅសិស្សម្នាក់ឲ្យធ្លាក់ចុះទៅក៏ដូចជាប្រាំនៅធម្មពលដ៏សាហាវធ្វើការវាប្រហារពីពេញនឹងម្នាក់នេះក៏ព្យាយាមទប់ទល់ដែរក៏ប៉ុន្តែប៉ះជាមួយនឹងភ្លើងមយុរារបស់សៀវថាវមិនជាប់នោះទេនាងជាវក៏ចាប់ផ្ដើមអង្កេតមើលនៅការប្រកួតស៊ូសានសឹកអានេះវិញប្រើប្រាស់ខែលអណ្ដាតរបស់គាត់ទប់ទល់ជាមួយនឹងស្រីស្អាតទៀតហើយភ្លាមចាយភ្លើងនោះក៏ចាប់ផ្ដើមប្រើប្រាស់នៅធម្មពលភ្លើងធ្វើការវាប្រហារមកគាត់បានយកនៅខែរងលៀងលឈិនក៏កំពុងតែការពារទៅដល់យូហៅជាមួយនឹងវងតង់អ្នកទាំងពីរក៏ចាប់ផ្ដើមធ្វើការរួមបញ្ចូលនៅភ្លើងក្បាច់គុណលៀងលឈិនឃើញដូច្នេះក៏ប្រញាប់បញ្ចេញនៅធម្មពលរបស់នាងសមរភូមិប្រយុទ្ធនៅពេលនេះគឺពិតជារញ៉េរញ៉ៃមែនទែនចៅម្នាក់នៃសាលាសៀងឡក៏ចាប់ផ្ដើមប្រើប្រាស់នៅស្និតភ្លើងរួមបញ្ចូលដែលនោះក៏ជាខ្យល់ជាមួយនឹងភ្លើងលៀងលឈិនប្រើប្រាស់នៅធម្មពលទៅក៏ហូយូហៅក៏បានបន្ថែមឲ្យទៀតតែលឈិនប្រាប់ឲ្យកុំឲ្យអ្នកទាំងពីរបែកអារម្មណ៍អីប្រកុលទីនេះឲ្យនាងរួចក៏ចាប់ផ្ដើមប្រើនៅស្និតចំហាយទៅក៏អាប់ត្រជាស្និតមួយនេះផងដែរគឺពិតជាធ្វើឲ្យគ្រប់គ្នាពិបាកនឹងទប់ទល់មែនទែនអ្នកគ្រូចៅជីវិភាគថាយូហៅជាមួយនឹងវងតង់ធម្មពលព្រលឹងទៀតជាងគេអញ្ចឹងអាណាចក្រសៀងឡគឺច្បាស់ជាប្រមាថដូច្នេះហើយយុទ្ធសាស្ត្ររបស់ពួកយើងម៉ាសៀវថាវក៏ដឹងហើយគឺជាការបញ្ឆោតសត្រូវចេញរួចធ្វើការវាប្រហារទៅកាន់គោលដៅសំខាន់សៀវថាវពេលនេះក៏ចាប់ផ្ដើមប្រើប្រាស់នៅអាចផ្កាយមយុរាម្នាក់ជាវឃើញអញ្ចឹងក៏ស្រាប់តែញញឹមប្រើប្រាស់នៅធម្មពលរបស់នាងអាចទប់ទល់ជាមួយនឹងស្នេហ៍របស់ម៉ាសៀវថាវបានយ៉ាងងាយស្រួលអ្នកគ្រូចៅយីក៏ដឹងហើយថាវាគឺជាអាវុធព្រលឹងណែនាំដែលអាចធ្វើការឃុំនៅដៃគូបដិបកបានម៉ាសៀវថាវគឺជាគោលដៅរបស់ពួកគេសៀវថាវនៅខាងក្នុងចៃនឹងកាន់តែកាចប្រើប្រាស់នៅស្នេហ៍មយុរាតែក៏ដឹងថាមិនអាចបំបែកបាននោះទេអ្នកគ្រូចៅយីពេលនេះក្តាប់ដៃនៅតែស្ដាយអញ្ចឹងក៏ព្រោះថាស្នេហ៍ព្រលឹងទី6របស់នាងត្រូវបានលាតត្រដាងធ្វើឲ្យអាណាចក្រសៀងឡអាចរៀបចំទុកមុនបានពេលនេះជាពេលនេះក៏ចាប់ផ្ដើមហោះឡើងទៅខាងលើប្រើប្រាស់នៅធម្មពលនៃមកុដរបស់ទ្រង់មើលទៅកាន់ស្នេហ៍ព្រលឹងមួយនេះវាគឺពិតជាចម្លែកមែនតើទាត់មួយផាច់រួចប្រើប្រាស់នៅស្នេហ៍តារាការពារព្រមទាំងនិយាយថាហេតុអ្វីបានជាពួកយើងត្រូវទុកពេលឲ្យពួកលោករួមបញ្ចូលនៅធម្មពលរួចហើយយកឈ្នះបានទៅអញ្ចឹងហើយគឺត្រូវតែវាប្រហារទៅកាន់គោលដៅសំខាន់មុនមើលទៅកាន់ស្នេហ៍មួយនេះវាក៏ហាក់បីដូចជាបង្កើតនៅលំហមួយផ្សេងទៀតជាហេតុធ្វើគ្រប់គ្នាគឺពិតជាពិបាកនឹងទប់ទល់មែនតើទស្សនិកជនទាំងឡាយចាប់ផ្ដើមស្រែកហូកញ្ជ្រៀវទៅឲ្យសាលានៃអាណាចក្រសៀងឡម្នាក់សង្ឃឹមញញឹមទុកហើយថាគឺច្បាស់ជាទទួលបានជ័យជំនះពនាងជាបញ្ជាឲ្យគ្រប់គ្នាចាត់ការតាយ៉ោហឹងអ្នកគ្រូចៅយីក៏ភ្ញាក់ផ្អើលទៅនឹងក្បួនផ្លាស់ប្ដូរព្រលឹង9ដែលអាចផ្លាស់ប្ដូរធាតុនៃធម្មពលព្រលឹងបានប្រើប្រាស់វាដើម្បីកែតម្រូវនៅធម្មពលព្រលឹងក៏ដូចជាអាចធ្វើការរួមបញ្ចូលធម្មពលព្រលឹងចេញពី Soul Master ទាំង4ជាមួយនឹងធាតុប្លែកៗគ្នាបញ្ចូលទៅកាន់រាងកាយនៃមនុស្សម្នាក់ក៏เลยទៅកាន់ធម្មពលមួយនេះក៏ស្រាប់តែចាប់ផ្ដើមប្រមូលផ្ដុំជាហេតុធ្វើបរិះម្នាក់នឹងមើលទៅកាន់កម្លាំងរបស់គេគឺពិតជាមិនខ្សោយនោះទេតែយ៉ោហឹងមិនមែនជាដៃគូនោះឡើយវាយចុះវាយឡើងក៏ត្រូវបានខ្ទាតបើជួបជាមួយនឹងដៃគូដែលមានស្លាប់ម្នាក់នេះក៏មិនងាយស្រួលទប់ទល់នោះដែរស្របពេលដែលគាត់ប្រើប្រាស់នៅកំហឹងរន្ទះគេក៏ចាប់ជាប់ប្រាប់ថាកំហឹងរន្ទះរបស់ឯងគឺត្រូវបានបិទជាប់ទៅហើយនេះជាប្រាប់ថាស្ថិតនៅក្រោមតារាការពាររបស់នាងធម្មពលការពាររបស់យើងគឺខ្លាំងជាងមុនទ្វេដងឯណោះក៏เลยទៅកាន់ម៉ាសៀវថាពេលនេះក៏ស្រាប់តែផ្លាស់ប្ដូរនៅទឹកមុខអ្នកគ្រូចៅយីក៏ភ្ញាក់ផ្អើលហើយពីព្រោះថាម៉ាសៀវថាព្យាយាមបំបែកគឺច្បាស់ជាធ្វើឲ្យភ្លើងបិសាចនៅក្នុងខ្លួនរបស់នាងបាត់បង់នៅម្ចាស់ការម៉ាសៀវថាកាន់តែបំបែកមិនបានគឺកាន់តែអន្ទះសារគឺពិតជាចង់ដឹងថានៅខាងក្រៅមានរឿងអ្វីកើតឡើងរឿងនៃការឡើងនោះគឺថាតាយ៉ាហឹងជាមួយនឹងប៉ៃត្រូវបានពួកគេវាយឡើងទូគណៈពេលដែលនាងជាវនិយាយថាពួកយើងគឺច្បាស់ជាឈ្នះសម្លេងមួយក៏សួរហើយថាគឺពិតជាប្រញាប់កាត់នៅសេចក្តីពេកហើយរួចប្រើប្រាស់នៅធម្មពលមាសជួយវាបំបែកយូហៅក៏ដឹងថាមកុដតារានេះក៏ពឹងផ្អែកទៅលើធម្មពលតារាប្រភព
នៃធម្មពលតារានោះគឺជាពន្លឺខណៈពេលដែលកាយផ្នែកវិញ្ញាណរបស់គាត់ព្រមទាំងមេអំបាងទេពធីតាពន្លឺរបស់វងតង់វាក៏មានធាតុពន្លឺដូចគ្នាដែរក៏លេចទៅកាន់លោកម្ចាស់ធានឆាក៏និយាយហើយថាតារាការពារនេះគឺខានលេចឡើងនៅលើទ្វីបមួយនេះអស់រយៈពេលជាយូរណាស់មកហើយពិភពលោកដែលធ្លាប់តែភ័យខ្លាចក៏ប្រហែលជាបានបំភ្លេចស្នេហ៍ព្រលឹងការពារដែលខ្លាំងជាងគេបាត់ទៅហើយនាងជាវក៏បាននិយាយថាស្នេហ៍របស់យូហៅជាមួយនឹងវងតង់គឺមិនអាចខំជេវូឈីងដែលមាននៅកម្រិត58ឬក៏បំបីនៅតារាការពាររបស់នាងបាននោះទេស្របពេលដែលនាងញញឹមឃើញថាទស្សនិកជនចាប់ផ្ដើមឆ្ងល់ហើយថាតើសាឡាបិសាចគ្មានស្នេហ៍ណាមួយដែលអាចទប់ទល់ជាប់ទេមែននេះនាងចៅជាវក៏នៅតែនិយាយថាស្នេហ៍ព្រលឹងរបស់ពួកឯងក៏បានមកដល់ទីបញ្ចប់ទៅហើយតែអ្នកទាំងពីរដែលគឺជាហូយូហៅជាមួយនឹងវងតង់ប្រាប់ថាស្នេហ៍ព្រលឹងរួមបញ្ចូលរបស់ពួកយើងគឺទើបតែចាប់ផ្ដើមតែប៉ុណ្ណោះភ្លាមអ្នកទាំងពីរចាប់ដៃគ្នាសាជាថ្មីបញ្ចេញនៅរាជធានីខ្យល់ដំរីគុជតកវងតង់បញ្ចេញនៅញញួរហៅធានរបស់នាងព្រលឹងការពារទាំងពីរដែលគឺជាញញួរជាមួយនឹងខ្ទួយក៏ចាប់ផ្ដើមធ្វើការរួមបញ្ចូលបង្កើតបានជាស្នេហ៍អាគីកកកម្ពុជាប្រិមិត្តជាទីមេត្រីអ្នកគុណនិយមគ្រប់គ្រងជាទីរាប់អានដូចជាអ្វីដែលអ្នកក្លាហានទាំងអស់គ្នាបានឃើញស្នេហ៍ព្រលឹងទាំងពីរធ្វើការរួមបញ្ចូលគ្នាញញួរហៅធានក៏ស្រាប់តែលេចនៅរូបរាងមួយផ្សេងទៀតដែលវាក៏ជាញញួរអាត្រិមេឃីព្រលឹងដ៏កំណាចមួយក៏ស្រាប់តែបង្ហាញមកដៃចាប់កាន់នៅញញួរនោះអ្នកទាំងពីរក៏ចាប់ផ្ដើមប្រើប្រាស់នៅកម្លាំងធ្វើការវាយប្រហារចំហាយធម្មពលនេះក៏បានធ្វើអាត្រិភ្ញាក់ផ្អើលផងដែរក៏ព្រោះតែជាវគឺជាអ្នកបន្តវេនដ៏អស្ចារ្យនៃគ្រួសាររាជវង្សសិង្ហឡោនាងក៏បានវឹកហាត់សម្រាប់បរិបូរណ៍នៅស្នេហ៍ការពារនៃតារាអ្នកគ្រូចៅយីឯនេះវិញបានឃើញនៅអ្នកទាំងពីរអាចវឹកហាត់សម្រាប់នៅស្នេហ៍មួយទៀតក្នុងរយៈពេលដ៏ខ្លីញញួរអាត្រិមេឃីគឺពិតជាស្នេហ៍វាយប្រហារដែលគ្មានគូប្រៀបមែនផ្លេទៅកាន់តាយ៉ោហឹងដែលកំពុងតែទប់ទល់ជាមួយនឹងម្នាក់នេះក៏ស្រាប់តែខ្ទាតចេញមកវិញព្រមទាំងនិយាយថាតារាការពារគឺមាននៅធាតុតែមួយស្របពេលដែលញញួរអាត្រិមេឃីបានបន្ថែមនៅធាតុកម្ពុជាទៅលើភ្លើងអាវុធមើលទៅកាន់ភាគីទាំងសងខាងក៏នៅតែមិនទាន់អាចបែងចែកចាញ់ឈ្នះបានហូយូហៅជាមួយនឹងវងតង់ក៏នៅតែបន្តព្យាយាមស្រ័យទស្សនិកជនទាំងឡាយគឺពិតជាភ្លឺភ្នែកមែនទែនក៏ព្រោះថាស្នេហ៍ការពារដ៏ខ្លាំងកំពុងតែទប់ទល់ជាមួយនឹងស្នេហ៍វាយប្រហារដ៏ខ្លាំងតើអ្នកណាគឺជាអ្នកឈ្នះទៅវងតង់និងយូហៅក៏ដឹងថានេះគឺមិនមែនជាការប្រកួតរវាងស្នេហ៍ព្រលឹងថាមួយណាខ្លាំងជាងនោះទេក៏ប៉ុន្តែគឺជាភាពអំណត់យូហៅក៏បានរំលឹកតាំងពីគាត់នៅក្មេងក៏បានចាក់ចេញព្រមទាំងព្យាយាមខិតខំដើម្បីសម្រេចខណៈពេលដែលនាងគឺជាពនាងដែលអាចទទួលបានអ្វីគ្រប់បែបយ៉ាងតាមដែលខ្លួនចង់តាំងពីកើតគឺច្បាស់ជាមិនអាចយល់ពីការខិតខំប្រឹងប្រែងរបស់គាត់បាននោះទេពនាងជាវក៏ចាប់ផ្ដើមគិតហើយពីព្រោះថាការប្រកួតមុននាងមិនដែលធ្លាប់ឮថាពួកគេគឺមាននៅស្នេហ៍ព្រលឹងរួមបញ្ចូលអាវុធមួយនេះនោះឡើយពនាងក៏ស្រាប់តែចាប់ផ្ដើមបែកញើសមើលទៅកាន់រនាងការពារក៏ស្រាប់តែប្រេះបន្តិចម្ដងគ្រប់គ្នាក៏ស្រាប់តែចាប់ផ្ដើមភ្ញាក់ផ្អើលខ្លាំងមែនទែនស្របពេលដែលពនាងជាវបើកភ្នែកធំហួយយូហៅជាមួយនឹងវងតង់ក៏បានវាយបំបែកតែម្ដងក្រុមសាលាសៀងឡោពេលនេះក៏ស្រាប់តែខ្ទាតចេញទៅយូហៅជាមួយនឹងវងតង់ក៏ចាប់ផ្ដើមស្រែកហើយធម្មតាទៀតញញួរមួយនេះគឺពិតជាធម្មពលខ្លាំងណាស់ហើយដូច្នេះ